រឿងខ្លាល្ងងចាញ់ប្រាជ្ញាទន្សាយមានសត្វខ្លាមួយក្បាលដាច់សង្វែកដើរចាប់សត្វអ្វីមិនបានសោះដើរទីចូលប្រទេសនឹងសត្វអកមួយដែលយំអអ៊ូអអ៊ូអអ៊ូអកនោះទុំនៅលើដើមឈើមួយដើមទុំនៅលើមាត់ត្រពាំងខ្លាក្រឡេកឃើញក៏គិតក្នុងចិត្តថាធ្វើដូចម្ដេចទើបចាប់អានេះបានទៅណោះបើវានៅខ្ពស់យ៉ាងនេះបើអញឡើងទៅច្បាស់ជាវាឃើញហើយទៅបាត់កាលណាទៅចាប់វាបានខ្លាក៏អង្គុយមើលកិច្ចកលសត្វអកនោះកាលណាវាទុំហើយផ្នែកវារំពៃមើលទៅត្រីក្នុងទឹកនិងមាត់ទឹកក្រែងមានត្រីបង្កៀងខ្លួនមកលើអាងនឹងហោះទៅចាប់ត្រីអើយត្រីឆាប់ផុសឡើងមកនឹងអាងយើងហោះទៅចាប់យកធ្វើចំណីយូរបន្តិចក៏មានត្រីមួយផុសលើទឹកអកក៏ស្ទុះទៅចាប់បានត្រីនោះយកមកធ្វើចំណីរបស់វាបានភ្លាមខ្លាឃើញអកធ្វើដូច្នេះក៏គិតក្នុងចិត្តថាយឺអាអកនេះវាអង្គុយទៅស្ងៀមសោះស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះហែលវាចាប់តែបន្តិចបានយកមកប្រអេះហើយមិននើយហត់ប៉ុន្មានសោះមិនព្រួយដូចខ្លួនអញខំដើរស្វែងរកស្ទើស្លាប់មិនងាយបានខំអង្គុយច្រងកងក់ចាប់បានភ្លាមមិនចាំបាច់លូនក្រាបទៀតផងបើដូច្នេះអញធ្វើដូចអាអកនេះសិនវាស្រួលជាងខ្លាគិតដូច្នេះហើយក៏ដើរទៅមុខទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ដែលមានត្រីច្រើននៅដើម្បីចាប់ធ្វើជាចំណីដើរកន្លះថ្ងៃហើយគ្មានឃើញត្រពាំងបឹងបួអីសោះវើយលុះវាដើរទៅមុខបន្តិចទៅដល់ទីបឹងកន្លែងស្ងាត់នៅមាត់បឹងនោះមានដើមឈើធំដុះជ្រងច្រាំងដ៏មានម្លប់ត្រឆៃល្មមទៅពឹងខ្លួនវាបានអញគួរឈប់សម្រាកនៅទីនេះសិនហើយដើម្បីឈប់ចាប់ត្រីមើលទៅបឹងនេះធំណាស់ប្រហែលជាមានត្រីធំជាច្រើនមិនខានទេនៅទីនោះមានបុរសម្នាក់ចងសន្ទូចមុនខ្លាទៅដល់ដោយចង់ឃើញសន្ទូចខ្លួនដែលរើនៅឆ្ងាយបានស្រួលបុរសនោះរើសន្ទូចរួចហើយមិនឈរមើលនៅដីទេក៏ឡើងលើដើមឈើដ៏ធំខ្ពស់នៅសំងំតែម្នាក់ឯងឡាឡាក្របីស៊ីស្រូវបងមិនសូវហ៊ានដេញក្របីស៊ីស្រូវបងមិនសូវហ៊ានដេញក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់អ្នកក្រពើងាប់បាត់បងចាប់ឲ្យស្រីមើលឆើតការបានឡើងទៅលើដើមឈើហើយក៏ធ្វើដូចជាសត្វអកបរោះនោះលឺអអ៊ូក៏ក្រឡេកទៅឃើញខ្លាអង្គុយច្រហមហមនៅលើដើមឈើហើយធ្វើសំឡេងប្រាប់តាមសត្វអកគាត់មិនហ៊ានមាត់ថាអ្វីទេចាំមើលហើយនិយាយថាហើយអាខ្លានេះវាឡើងលើដើមឈើនៅមាត់បឹងតើវាចង់ធ្វើអ្វីចេះយូរបន្តិចមានត្រីជាច្រើនហែមកខ្លានោះទុះលោតទឹកប្រងឆ្លក់ទឹកឬសូខក់អូយោឆ្លក់ទឹកហើយអូបុរសនោះឃើញដូចនេះហើយសើចហើយស្រែកថាហាស្លាប់ទៅអាខ្លាធ្វើអីដូច្នេះខ្លាលឺហើយក៏ងើយឡើងលើក៏ឃើញបរោះនោះនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរស្លាប់ខ្លួនព្រោះមិនដែលបងកំណត់យ៉ាងនេះសោះសូម្បីតែមនុស្សក៏សោកយើងដែរតកំណត់រួចខ្លាក៏មានកំណត់ថាឥឡូវនេះមនុស្សនោះឃើញអញតែម្នាក់ឯងទេបើគាត់នឹងទៅដល់ផ្ទះគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងដឹងកាន់តែច្រើនឡើងអញនឹងមានកើតនៅគេឈ្មោះអាក្រក់មិនខានបើដូច្នេះអញនឹងសោកគាត់កុំឲ្យនិយាយប្រាប់នរណាទៀតឡើយអើយខ្លាអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានត្រីបានជាលងទឹកស្ទើរស្លាប់ខ្ញុំមានសេចក្តីខ្មាស់អៀនច្រើនណាស់បើដូច្នេះអ្នកសូមអាណិតខ្ញុំកុំនិយាយប្រាប់អ្នកណាទៀតអីខ្ញុំនឹងអរគុណសងគុណសក្ការៈអ្នកវិញបុរសនោះតបទៅវិញថាអ្នកហើយចុះខ្លាឯងចង់ឲ្យស្អីមកអញខ្ញុំនឹងសន្យារកសត្វមួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរាល់ថ្ងៃបុរសនោះក៏ព្រមទទួលពាក្យសន្យារបស់ខ្លារួចហើយក៏វិលត្រឡប់ទៅផ្ទះវិញយើងព្រមទទួលយកសត្វនៅទីនេះឥឡូវនេះយើងត្រឡប់ទៅផ្ទះវិញហើយលុះព្រឹកឡើងបុរសនោះក៏មកទទួលសត្វពីខ្លាដែលបានសន្យាគ្នាសារកាកែវអើយស៊ីអីកងសារកាកែវអើយស៊ីអីកងស៊ីផ្លែដំបងរចិត្តគ្នាលេងឈើតសារកាកែវអើយស៊ីអីកងរូបរាងក៏សង្ហាសំឡេងក៏ពីរោះទៀតខ្ញុំអើយខ្ញុំសារកាកែវអើយស៊ីអីកងសារកាកែវអើយស៊ីអីកងអាខ្លាយើងមកដល់ហើយវើយនេះសត្វលោកឯងយកវាទៅចោះខ្លាក៏ពំសត្វនោះយកមកឲ្យបរោះនោះជាប្រកបដីមិនហ៊ានរំខានម្ដងណាឡើយកាលបើបរោះនោះបានសត្វយកទៅផ្ទះច្រើនថ្ងៃពេកណាស់នាងជាប្រពន្ធក៏ឆ្ងល់លុះវេលាយប់ស្ងាត់ក៏សួរប្តីថាអ្នកឯងទៅធ្វើដូចម្ដេចក៏បានសត្វមករកថ្ងៃយ៉ាងនេះណែ
ម្ដងសัตว์នេះម្ដងសัตว์នោះជ្រូកក៏មានក្តាន់ក៏មានឆ្លុះក៏មានខ្ញុំដាក់អន្ទាក់បានណាអ្នកតើអ្នកឯងធ្វើអ្វីបានខ្ញុំមិនជឿថាអ្នកដាក់អន្ទាក់បានសัตว์រាល់ថ្ងៃទេបុរសនោះក៏ភ្លេចពាក្យសន្យាដោយគិតថាខ្លានឹងមិនមកលបស្ដាប់ក៏ប្រាប់ប្រពន្ធរឿងហេតុដល់ចប់ហើយរឿងគឺវាបែបដឹងណាអ្នកសត្វខ្លាអីក៏ល្ងងខ្លាំងម្លេះអ្នកអើយប្រពន្ធនោះក៏ជឿប្តីលុះព្រឹកឡើងបរោះទៅយកសัตว์ពីខ្លាដោយសពមួយដងពេលទៅដល់ក៏ឃើញខ្លាអង្គុយក្រហមហមនៅកន្លែងនោះអ្នកឯងមកដល់ហើយអញនៅចាំនៅទីនេះយូរហើយអញនឹងស៊ីឯងត្បិតកាលឯងនិយាយគ្នាមុននោះអញហាមកុំឲ្យនិយាយប្រាប់គេតទៀតអញសុំឲ្យសัตว์មួយថ្ងៃមួយក្បាលឯងក៏ព្រមសន្យានឹងអញហើយឥឡូវមិនក៏ឯងនិយាយប្រាប់គេទៀតបុរសនោះក៏ភ័យភ្នែកស្លោឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាខ្លាឯងចង់ស៊ីក៏ស៊ីខ្ញុំចោះខ្ញុំឥតប្រកែកទេបានជានិយាយទៅហើយតែបើថ្ងៃហ្នឹងខ្ញុំស្លាប់ឬក៏រស់ខ្ញុំសូមជួបប្រពន្ធប្រាប់គេឲ្យគេដឹងផងខ្លាក៏ព្រមហើយនិយាយថាអ្នកឯងទៅក៏ទៅចោះតែឆាប់ត្រឡប់មកវិញអញដោះទឹកមាត់ចាំតែស្ងួតទឹកមាត់មិនឃើញអញនឹងទៅតាមស៊ីទាំងប្តីទាំងប្រពន្ធហើយទុកធ្វើໄວមនុស្សនិយាយមិនទៀងមិនគោរពពាក្យសម្ដីបុរសនោះក៏ទៅទាំងសោកសៅក្នុងចិត្តព្រោះតែបិទមាត់មិនចិត្តបានជាខ្លាវាស៊ីពេលទៅដល់ផ្ទះក៏ប្រាប់ប្រពន្ធរឿងហេតុកើតឡើងទាំងអស់ឥឡូវនៅមិនបានទេត្បិតខ្លាវានៅចាំតែនៅយូរវាមកស៊ីទាំងអស់គ្នាឥឡូវហើយនៅយូរមិនបានទេប្តីប្រពន្ធយំស្រណោះគ្នាទៅវិញទៅមកដោយស្ដាយគំនិតអ្នកអើយអ្នកប្តីក៏លេភរិយាពីភូមិស្រុកទៅតាមផ្លូវដើរបណ្ដាយមបណ្ដាក៏ដល់ពាក់កណ្ដាលផ្លូវក៏ប្រទះនឹងសុភេទន្សាយក៏សួរទិសបរោះនោះថា